ដាវីអូនចូលបន្ទប់លេខ6វិញទទួលលទ្ធផលទីពេទ្យកម្លាំងកោជាកន្លែងមួយដែលជួយសង្គ្រោះជីវិតខ្ញុំកាលពី24ឆ្នាំមុនហើយឥឡូវនេះកន្លែងនេះគឺជាកន្លែងដែលខ្ញុំធ្វើការជួយកុមារវិញខ្ញុំបានឈ្មោះស៊ីសីហាឥឡូវនេះខ្ញុំគឺជាគ្រូពេទ្យផ្នែកវះកាត់កាលពី24ឆ្នាំមុនហ្នឹងខ្ញុំក៏ជាអ្នកជំងឺនៅនឹងដែរបងប្អូននឹងនិយាយថាហេតុអីបានជាខ្ញុំត្រឡប់មកធ្វើការនៅទីនេះវិញពីមុនខ្ញុំជាអ្នកជំងឺនៅទីពេទ្យកម្លាំងកោពេលហ្នឹងខ្ញុំអាយុប្រហែលជា8ឆ្នាំហើយខ្ញុំក៏ទទួលបានការព្យាបាលដោយគ្រូពេទ្យវះកាត់កាលពី24ឆ្នាំពេលហ្នឹងខ្ញុំឈឺហើមថ្គាមផ្នែកខាងឆ្វេងខ្លាំងហើយឈឺយូរថ្ងៃហើយក៏បានយកមកពេទ្យកម្លាំងកោហ្នឹងហើយអ្នកផ្ទះគិតថាអស់សង្ឃឹមគិតថាអត់រស់ទេអញ្ចឹងពេលហ្នឹងព្រោះដោយសារតែមានបងប្អូនជីដូនមួយរបស់ខ្ញុំហ្នឹងគាត់ស្លាប់ដោយសារជំងឺហើមកន្លែងហើមសឡូតេនហ្នឹងដែរតែពេលហ្នឹងអត់ដឹងថាជាជំងឺអីទេពេលហ្នឹងនិយាយទៅចាំថាដំបូងកាយជំនាន់នោះគេគូសរូបខ្លារូបអីលើកន្លែងសឡូតេនហ្នឹងដើម្បីវាស្លអីចឹងទៅហើយតែនៅតែអត់បាត់អីចឹងញ៉ាំអីលេងបានអីចឹងទៅហើយពេលហ្នឹងមកគេងពេទ្យហ្នឹងយូររយៈពេលប្រហែលជា1ខែហើយចូលបន្ទប់វះកាត់ដូចជាតាមអ្នកទិញខ្ញុំប្រាក់ទៅចូល3ដងអត់ឈ្មោះកក្រាវិសាខ្ញុំពិតជាសប្បាយចិត្តនិងមានមោទនភាពដែលបានវិលត្រឡប់មកទីនេះវិញដែលជាកន្លែងធ្លាប់ជួយសង្គ្រោះខ្ញុំកាលពីនៅកុមារភាពហើយឥឡូវនេះខ្ញុំពិតជាសប្បាយចិត្តនិងមានឱកាសដែលបានចូលបម្រើការនៅនឹងហើយជួយព្យាបាលជំងឺកុមារនៅទីនេះភាគច្រើននៃជំងឺដែលយើងមើលច្រើនជាងគេនោះគឺតកតងមួយនឹងជំងឺគ្រោះថ្នាក់អាចគ្រោះថ្នាក់បាក់បែកគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់អីហ្នឹងច្រើនជាងគេឥឡូវដោយសារតែយើងចាប់ផ្ដើមយកជំងឺតកតងជាមួយនឹងគ្រោះថ្នាក់ហ្នឹងដល់អាយុ13ឆ្នាំហើយការវះកាត់គឺត្រូវការការភាពច្បាស់លាស់ត្រូវការការគិតកំឡុងពេលវះកាត់និងគិតទុកមុនកំឡុងពេលវះកាត់ហ្នឹងដើម្បីឲ្យការវះកាត់ហ្នឹងទៅរលូនហើយក្នុងទីពេទ្យកម្លាំងកោហ្នឹងយើងមានអីលើសនឹងតិចទៀតគឺយើងធ្វើការវះកាត់ហើយយើងធ្វើចេញពីបេះដូងរបស់យើងហើយរៀងរាល់ពេលដែលខ្ញុំលាងដៃមុនពេលចូលវះកាត់ខ្ញុំតែងតែគិតតកតងមួយអ្នកជំងឺហើយនឹងដល់អ្នកផ្ដល់ជំនួយជួយសង្កត់ទីពេទ្យហើយនឹងគិតដល់គ្រូពេទ្យដែលគាត់បានវះកាត់ឲ្យខ្ញុំកាលពី24ឆ្នាំមុនដោយសារតែមន្ទីរពេទ្យកម្លាំងកោរបស់យើងគឺជាមន្ទីរពេទ្យអង្គការដែលមិនរកប្រាក់ចំណេញមន្ទីរពេទ្យកម្លាំងកោគឺត្រូវការជំនួយពីខាងក្រៅនិងសម្រាប់ជននៅក្នុងស្រុកដើម្បីទ្រទ្រង់ការចំណាយប្រចាំថ្ងៃនិងការព្យាបាលរបស់អ្នកជំងឺខ្ញុំសង្ឃឹមថាបងប្អូនជនជាតិខ្មែរយើងនឹងងាកមកជួយបរិច្ចាគជូនមន្ទីរពេទ្យកម្លាំងកោដើម្បីឲ្យមន្ទីរពេទ្យអាចបន្តទៅមុខទៀតសូមអរគុណ